ស្ដីអ្នកទាំងអស់គ្នាខ្ញុំមក share tip នៅក្នុងការធ្វើ CV នៅក្នុង Canva ដែលគាត់តែមានទូរស័ព្ទមួយគឺអាចធ្វើបានហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលនៅក្នុង Canva app ហ្នឹងហើយយើង search ពាក្យថា CV template អញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីយើង search ហើយវា load option ច្រើនមែនតើវាមានវាមាន Canva Pro អញ្ចឹងបើសិនជាអត់ free ទេអ្នកទាំងអស់គ្នាកុំចុចប្រើព្រោះបើសិនជាយើងប្រើធម្មតាអត់អស់លុយអញ្ចឹងអ្នកទាំងអស់គ្នាចុច template ណាដែលគេដាក់ពាក្យថា free ឬក៏អត់មានពាក្យថា Pro អញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីចូលហើយអ្នកទាំងអស់គ្នាអាចដូរឈ្មោះមកជាអក្សរខ្មែរក៏បានជាអក្សរអង់គ្លេសក៏បានដែរអញ្ចឹងខ្ញុំដោយសារតែខ្ញុំនៅក្នុងអង់គ្លេសខ្ញុំ typing ជាអក្សរអង់គ្លេសឈ្មោះរបស់ខ្ញុំហើយតោះមកខ្ញុំដូរ hook អញ្ចឹងដោយសារតែខ្ញុំមាន hook ដែល upload ស្រាប់អញ្ចឹងខ្ញុំចុចចូលទៅខាងក្រោមខ្ញុំចុចពាក្យថា upload អញ្ចឹងដោយសារខ្ញុំមាន upload ហើយអស់ហើយអញ្ចឹងខ្ញុំ upload រូបហើយអស់ហើយអញ្ចឹងខ្ញុំគ្រាន់តែយក hook មកដាក់ទៅវា load ចេញមកអញ្ចឹងហើយខ្ញុំយកដាក់ចូល frame ហ្នឹងទៅរួចរាល់បើសិនជាអ្នកនរគ្នាស្រឡាញ់ frame មូលហ្នឹងទេអាចដូរបានយើងអាច check នៅក្នុងកន្លែង function នៅខាងក្រោមហ្នឹងបានណាតោះមកយើងមើលយើងគូ add លេខទូរស័ព្ទ phone number email address អីចឹងទៅហ្នឹងហើយទៅមក experience skill ដែលយើងមានអញ្ចឹងហើយភាសាដែលយើងអាចគាត់ថាយើងចេះភាសាណាយើងអាចដាក់ក្នុងហ្នឹងបានអញ្ចឹងហើយអ្នកនរគ្នាយើងបើសិនជាបើចង់ជាដូរភាសាខ្មែរអ្នកនរគ្នា typing ជាភាសាខ្មែរមកហើយបើសិនជាអ្នកនរគ្នាអត់ស្រឡាញ់ font ហ្នឹងក៏យើងអាចដូរបានដែរ font ហ្នឹងអ្នកនរគ្នានេះកន្លែងហ្នឹង popping ហ្នឹងมันមាន font បន្ទាប់មកអ្នកនរគ្នាបាយថាអក្សរខ្មែរមកបន្ទាប់មកវា load option អក្សរខ្មែរជាច្រើនឲ្យយើងរើសអញ្ចឹងណាហ្នឹងហើយអញ្ចឹងអក្សរខ្មែរវាមានច្រើនអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាស្រឡាញ់ font អក្សរមួយណាយើងដាក់មួយហ្នឹងទៅហ្នឹងហើយបន្ទាប់មកវា load ចេញអញ្ចឹងហើយវា load ចេញអក្សរខ្មែរអញ្ចឹងណាខ្ញុំសេអត់ត្រូវដោយសារខ្ញុំថែបលេខយកថែបសាសិនអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងពេលដែលយើងធ្វើយើងឧទាហរណ៍យើងមើលថាគិតថាអូខេហើយអស់ហើយអញ្ចឹងអ្នកនរគ្នាចុចពាក្យ download មកនៅខាងលើហ្នឹងបន្ទាប់មកយើងចុចពាក្យ download មកហើយវានឹងមាន load ពាក្យ save មួយតង់ទៀតអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នា save មួយតង់ហ្នឹងហើយអាចយក CV ហ្នឹង send ហ្នឹងអាចយកប្រើបាន send ទៅដាក់ apply ការងារកន្លែងផ្សេងៗតាម Telegram អីបានអញ្ចឹងតែបើសិនជាដាក់នៅក្រៅអាច send ដាក់ចូល Telegram ទុកឲ្យខាង print គាត់ print ឲ្យបានអញ្ចឹងណាយើងអាចធ្វើបានខ្លួនឯងងាយៗនៅផ្ទះហេ